បាទសូមជម្រាបសួរពុកម៉ែបងប្អូនបាទរីករាយទស្សនាយកខ្ញុំបាទនេះមកធ្វើដុតមាន់ជាមួយស្ពៃក្តោបពោះស្ពៃក្តោបនេះខ្ញុំប្រើចំនួន1កូនផ្លែទឹកដូងចំនួន1ផ្លែមុននឹងការដុតមាន់យើងយកសាច់មកប្រឡាក់ដើម្បីឲ្យសាច់ចូលជាតិគ្នាមកល្អចំពោះសាច់មាន់នេះដែរខ្ញុំប្រើសាច់មាន់មួយភ្លៅនិងសាច់ទ្រូងអ្នកលក់ថែមជើងបានមួយចំពោះសាច់ដែរគឺខ្ញុំប្រឡាក់ទុកប្រហែលជា5នាទីទើបដួសមកដាក់បំពងពូកៅបំពងនេះដែរគឺខ្ញុំទ្រាប់គល់ក្រៃរំដេងទឹកក្រូចពីក្រោមទើបដាក់សាច់ពីលើដែលបានប្រឡាក់រួចបីយើងដុតទៅកុំឲ្យសាច់របស់យើងខ្លោចដាក់ដុតឲ្យស្ងួតទឹកបន្តិចចាំយើងដាក់ប្រេងឆាចូលពូប្រេងឆានេះដែរគឺខ្ញុំថែមមកល្មមដោយសារត្រូវដាក់ទឹកដូងបន្ថែមទៀតបន្ទាប់ពីដាក់ខ្លាញ់ចូលហើយខ្ញុំគ្របទុកបន្តិចបន្តមកទៀតគឺចាប់ផ្ដើមមកធ្វើទឹកត្រីកោះកុងទឹកត្រីដែរខ្ញុំប្រើក្រូចចំនួន3ផ្លែប៉ុន្តែខ្ញុំដាក់តែ2ផ្លែទេបន្ទាប់មកចាប់ផ្ដើមបុកមានខ្ទឹមសទេសក្រហមស្ករសចំនួន1ស្លាបព្រាបាយប៊ីចេង1ចុងស្លាបព្រាបាយបន្ទាប់មកខ្ញុំថែមអំបិល1ចុងស្លាបព្រាបាយដែរចាប់ផ្ដើមធ្វើការបុកពេលនេះទឹកត្រីកោះកុងយើងគឺបានបុកមកយើងចាក់ទឹកត្រីចូលចំពោះទឹកត្រីនេះដែរគឺខ្ញុំថែមមកល្មមដោយសារមុននឹងដែរគឺខ្ញុំថែមអំបិលបន្តិចហើយយើងច្របាច់ទឹកក្រូចឆ្មាចូលចំពោះក្រូចឆ្មាដែរខ្ញុំហាន់ចំនួន2ផ្លែហើយច្របាច់ចូល1ផ្លែកន្លះតមកទៀតខ្ញុំលាយទឹកក្តៅបន្តិច3ជំនួយទឹកត្រីរបស់យើងដោយសារមុននេះគឺខ្ញុំថែមអំបិលបន្តិចហើយចឹងទឹកត្រីយើងដាក់មកល្មមហើយគឺយើងក៏ចាប់ផ្ដើមមកមើលមាន់បំពងរបស់យើងពុះមាន់បំពងនេះដែរគឺខ្ញុំបំពងជាមួយខ្លាញ់មួយសន្ទុះសិនទើបចាក់ទឹកដូងចូលពេលនេះដែរសាច់មាន់ក៏បានរាងឆ្អិនបន្តិចហើយបងប្អូនតទៅពីឆ្អិនបានបន្តិចខ្ញុំចាក់ទឹកដូងចូលចំពោះទឹកដូងនេះខ្ញុំចាក់ចំនួនពាក់កណ្ដាលដោយសារសាច់មាន់ខ្ញុំរៀងតិចដែរតោះមកក្រោមទុកបន្តិចដើម្បីរំងាស់ទឹកដូងជាមួយសាច់មាន់បន្ទាប់ពីរំងាស់បានពុះមួយសន្ទុះហើយយើងដាក់បន្លែចូលនេះបន្លែក៏ខ្ញុំដាក់គ្រប់ហើយគឺខ្ញុំគ្របទុកបន្តិចដើម្បីរំងាស់បន្លែជាមួយសាច់ឲ្យបានចូលជាតិគ្នាបានល្អពេលនេះដែរបន្លែរបស់ខ្ញុំបានចាប់ដើមបានឆ្អិនហើយបងប្អូនចំពោះបន្លែនេះគឺខ្ញុំរំងាស់ទុកមកល្មមនឹងឆ្អិនគឺខ្ញុំដួសទុកហើយកុំឲ្យបន្លែយើងគឺរលួយពេកបាត់រសជាតិពេលនេះដែរបន្លែគឺបានឆ្អិនហើយបងប្អូនគឺខ្ញុំដួសទុកមួយឡែកសិនតបមកទើបយើងដួសសាច់ដាក់ចូលពីលើបន្ថែមនេះដែរលទ្ធផលដុតមាន់របស់ខ្ញុំបាទក៏បានឆ្អិនហើយបងប្អូនសូមអរគុណច្រើន